លោកត្រាំចង់ចាក់ចេញពីសង្គ្រាមនេះខ្លាំងណាស់សូម្បីតែរងក៏ថាដែរប៉ុន្តែចាក់ចេញវាអត់បានគឺរឿងនៅទាំងអស់លងខ្លួនហើយរឿងយើងមិនថាលងថាជាប់ខ្លួននឹងជាប់ខ្លួនជាប់បញ្ហានៅនឹងហើយគឺចង់ដើរចេញយ៉ាងម៉េចបើដើរចេញមានន័យថាអេរ៉ង់ពិតមែនថាខូចហេដ្ឋារចនាសម្ព័ន្ធហើយនឹងបានបាត់បង់មេដឹកនាំជាន់ខ្ពស់រង្វង់ជាង50រូបប៉ុន្តែអាមេរិកបើចេញមកគឺច្រកសមុទ្រហោមូសអេរ៉ង់ត្រូវយកទៅទាថ្លៃហើយគោលដៅរបស់សហរដ្ឋអាមេរិកមិនសម្រេចទេថ្ងៃក្រោយមិនចាំបាច់ថាទៅកំហឹមគម្រាមអីបានតទៀតទេគឺនិយាយស្អីក៏គេលែងបានហើយមិនចំពោះតែអេរ៉ង់ទេប្រទេសផ្សេងទៀតក៏យល់ថាបានតែនិយាយបានតែថាប៉ុន្តែ action ហ្នឹងវាអត់មានប្រសិទ្ធភាពនេះគឺជាចំណុចដែលសហរដ្ឋអាមេរិកថាត្រូវតែមានវិធានការណាមួយដែលអាចថាអេរ៉ង់ព្រមចុះញោមព្រមទទួលយកកិច្ចព្រមព្រៀងដោយអាចហោចណាស់ត្រឹមតែបើកច្រកសមុទ្រហូមូសឡើងវិញសម្រាប់នាវាចរដោយសេរីមានន័យថាមិនយកថ្លៃទេដូចមុនសង្គ្រាមហើយអាចជជែកលើបញ្ហាដកទណ្ឌកម្មទាក់ទងជាមួយនៅក្លែបាននេះគឺអាចថាសម្រេចគោលដៅមួយក្នុងចំណោម5ទើបសហរដ្ឋអាមេរិកអាចចាក់ចេញបានប៉ុន្តែឥឡូវនេះអា5នោះអត់ទៅហើយបែរជាអាកលឹះថ្មីគឺហោមូសនេះដោះមិនចេញទៀតនេះគឺជាកង្វល់ដែលថាមហាអំណាចមានបញ្ហាស្មុគស្មាញដល់ខ្លួនឯងហើយធ្វើឲ្យវាក់វិនខ្លួនឯងកាលពីថ្ងៃអង្គារប្រមុខអង្គការសហប្រជាជាតិលោកអង់តូនីអូ ហ្គូតេរេសបានលើកឡើងថាមហាអំណាចចាំបាច់ត្រូវដឹងទៅទទួលស្គាល់ថាឥទ្ធិពលខ្លួនសុទ្ធចុះហើយសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនក៏មិនអាចដោះបានសង្គ្រាមអាមេរិកនៅអ៊ីរ៉ង់ក៏មិនអាចដោះបានដូច្នេះមហាអំណាចចាំបាច់ត្រូវទទួលស្គាល់ពីឥទ្ធិពលថយចុះរបស់ខ្លួនហើយធ្វើយ៉ាងណាកសាងសន្តិភាពឲ្យត្រឡប់មកវិញនៅគ្រប់តំបន់វាជាសេចក្តីសុខសម្រាប់មនុស្សជាតិនេះគឺជាការដូចជាការពមៀនមួយដែរថាកុំសម្លឹងមើលឥទ្ធិពលពីមុនឥឡូវនេះគឺវាមិនដូចពីមុនទេគឺវាប្រែប្រួលហើយចាស់ហើយគឺវាប្រែប្រួលហើយវិធីសាស្ត្រថ្មីនិងបច្ចេកទេសថ្មីចេះតែកើនឡើងចិនកំពុងតែមានការរីកចម្រើនដែលការព្យាយាមទប់ចិនក៏ធ្វើឲ្យសហរដ្ឋអាមេរិកជួបការលំបាកដែរសហរដ្ឋអាមេរិកមិនមែនស្អប់ចិនទេប៉ុន្តែមិនពេញចិត្តនឹងការលូតលាស់លឿនពេកដែលធ្វើឲ្យសហរដ្ឋអាមេរិកត្រូវតែទប់ស្កាត់សូម្បីតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ចិនមានក្រុមហ៊ុន3ធំដែលកំពុងតែប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយនឹងសហរដ្ឋអាមេរិកបើទោះបីជាសហរដ្ឋអាមេរិកមានក្រុមហ៊ុនជាច្រើនផ្នែកការបង្កើតគំរូ AI ប្រើប្រាស់ក្នុងបច្ចេកវិទ្យាជាន់ខ្ពស់ក្នុងប្រទេសជីបជាដើមប៉ុន្តែវាចំណាយលុយខ្ពស់ហើយចិនទៅជា open source មានន័យថាបើកចំហឲ្យយកមកប្រើការបានដោយសេរីដែលសហរដ្ឋអាមេរិកត្រូវមានការរឹតបន្តឹងទៅទិញកម្មវិធីហ្នឹងព្រោះគេស្រាវជ្រាវដើម្បីបង្កើតមកត្រូវចំណាយលុយច្រើនកន្លែងហ្នឹងក៏ជាចំណុចសំខាន់ដែលថាអាចនឹងមានការជជែកច្រើនក្នុងអំឡុងជំនួបនៅពេលខាងមុខមិនចង់មិនស្អប់ទេក៏ប៉ុន្តែមិនចង់ឲ្យល្អជាងមិនវាជាធម្មតាគឺការទប់ស្កាត់ការរារាំងតែអញ្ចឹងគឺអ្នកប្រឹងគឺត្រូវតែបង្កើនឡើងបន្ថែមទៀតប្រធានាធិបតីចិនស៊ីជីនពីងកាលពីថ្ងៃទី17ខែកក្កដាកន្លងទៅក៏បានលើកឡើងដែរថាដោយសារតែការរដ្ឋបတ်ដឹកនាំដោយសហរដ្ឋអាមេរិកមិនឲ្យចិនប្រើប្រាស់បច្ចេកវិទ្យាជាន់ខ្ពស់ AI នឹងហើយទើបធ្វើឲ្យចិនខំប្រឹងដល់ខ្លួនឯងរហូតមកដល់ពេលនេះគឺចិនអាចបង្កើតបានដោយខ្លួនឯងហើយនឹងបើកវគ្គបណ្ដុះបណ្ដាលរហូតដល់ជាង 5000 វគ្គទៀតសម្រាប់ប្រទេសនានាជាពិសេសនៅតំបន់អាហ្វ្រិកនិងអាស៊ីជាដើមដើម្បីចូលទៅប្រើប្រាស់កម្មវិធីរបស់ចិនទូលំទូលាយជាការសហការរឿងនេះហើយដែលធ្វើឲ្យសហរដ្ឋអាមេរិកត្រូវតែចាប់ផ្ដើមពិភាក្សាដោយលើកឡើងពីយន្តការក្នុងការអនុវត្តក្នុងការប្រើប្រាស់ថាត្រូវចងជាហេដ្ឋារចនាសម្ព័ន្ធបែបណាសម្រាប់ការប្រើប្រាស់រដ្ឋាភិបាលសម្រាប់ការប្រើប្រាស់នៅក្នុងក្រុមហ៊ុននិងសម្រាប់អតិថិជនដែលជាគេហៅថាសម័យខ្លួនតខ្លួនដើម្បីប្រើប្រាស់ជាដើមជិះរៀងធ្លាក់ទៅលើដៃរបស់អក្រិតជនឬក៏ភេរវករជាដើមដែលបង្កបញ្ហាដល់សង្គមនេះគឺជាអ្វីដែលខាងសហរដ្ឋអាមេរិកនិងចិនថានឹងបង្កើតចេញជាយន្តការសម្រាប់ការអនុវត្តហើយចិនក៏បានឯកភាពអំពីបញ្ហានេះដែរប៉ុន្តែឥឡូវនេះគេមើលឃើញថាការប៉ះទង្គិចថ្មីរវាងចិននិងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងទណ្ឌកម្មលើភាគីទី3ជាពិសេសគឺថាក្រុមហ៊ុនចិនបង្ហាញវិជីមកដូចច្រើនគួរសមលើប្រទេសផ្សេងទៀតដែលរុស្ស៊ីជាមួយអ៊ីរ៉ង់នេះគឺជាភាពតានតឹងថ្មីដែលគេមើលឃើញថាវាជាការលំបាកហើយបើតាមការអ្នកជំនាញរបស់ចិនក៏បានលើកឡើងដែរថាចិនបានប្រកាសគ្រប់ទីកន្លែងហើយពី
ការប្រឆាំងរបស់ខ្លួនទៅលើទណ្ឌកម្មឯកតោភាគីខុសច្បាប់ដែលវាអត់ស្របទៅមូលដ្ឋានច្បាប់អន្តរជាតិឬក៏ការអនុញ្ញាតពីអង្គការសហវិជាតិមួយទៀតក៏ចិនបានមើលឃើញថាទីក្រុង Washington កំពុងតែបង្វែរការទូខុសត្រូវទៅឲ្យអ្នកផ្សេងហើយទៅទោះមកចិនព្រោះតែការបរាជ័យរបស់ខ្លួនថាចិននឹងឯងទិញប្រេងច្រើនពេកដោយករណីរឿងរុស្ស៊ីអញ្ចឹងដែរចិនទិញប្រេងរុស្ស៊ីច្រើនពេកធ្វើឲ្យរុស្ស៊ីមានលុយផលិតអាវុធធ្វើសង្គ្រាមឡើយឥឡូវនេះគឺដល់អ៊ីរ៉ង់ទៀតទិញនៅតែទិញប្រេងរបស់អ៊ីរ៉ង់ដែលធ្វើឲ្យអ៊ីរ៉ង់នៅតែមានលុយនេះគឺជាបន្ទុកដែលសហរដ្ឋអាមេរិកមានការស្ដីបន្ទោសកន្លងមកប៉ុន្តែអ្នកទូទៅយល់ថាវាជាទម្ងន់ចរចាទេនៅពេលដែលជួបគ្នាអាចថាបទូបថយទៀមទាសម្បទានបែបណានឹងមានការសម្របសម្រួលដោយសារតែភាគីទាំងពីរពិតមែនតែមានភាពតានតឹងតែมันអាចកាត់ផ្ដាច់ពីគ្នាបានចាសម្រាប់ជាពិសេសប្រធានាធិបតីចិនធ្លាប់និយាយនៅក្នុងអំឡុងជំនួបកំពូលកាលពីខែឧសភាកន្លងទៅវិញមានដឹកនាំទាំងពីរថានាវាដ៏ធំនៃទំនាក់ទំនងចិនអាមេរិកនេះគឺត្រូវមានអ្នកដែលនៅលើកិច្ចកោតទាំងពីរអ្នកហ្នឹងគឺมันអាចដើរផ្លូវខុសគ្នាទេមួយកាច់ឆ្វេងមួយកាច់ស្ដាំវាអត់ទៅដល់គោលដៅទេហ្នឹងអញ្ចឹងត្រូវតែទប់ទ្រធ្វើម៉េចឲ្យត្រូវដល់គោលដៅមានកិច្ចការពិភពលោកផ្សេងទៀតដែលជាបញ្ហាប្រឈមត្រូវឲ្យភាគីទាំងពីរចូលរួមដោះស្រាយនេះគឺជាការធ្វើអត្ថាធិប្បាយរបស់ភាគីចិនក្នុងអំឡុងជំនួបនោះជារួមតើអ្វីដែលអាមេរិកនឹងធ្វើពិតជាមានប្រសិទ្ធភាពដែរទេសម្រាប់បញ្ហាជាមួយនឹងអ៊ីរ៉ង់ដែលដាក់ទណ្ឌកម្មមកយកហើយនេះក្នុងនេះគឺលោកវ៉ាងតុងអ្នកជំនាញជាន់ខ្ពស់នៅសាកលវិទ្យាល័យបេកាំងបាននិយាយហើយថាឥឡូវនេះកំពុងរងចាំមើលថាតើអាក្តីប្រកាសហ្នឹងវាគ្រាន់តែជាការគម្រាមឬក៏ចិនអាមេរិកគិតមែនតើឥឡូវគឺកំពុងតែពិនិត្យមើលបើសិនបើថាជាធ្វើមែនតើចឹងចិនក៏ត្រូវតែការពារផលប្រយោជន៍និងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារក្រុមហ៊ុនឯជាដើមដែលរកស៊ីជាមួយប្រទេសអ៊ីរ៉ង់ដោយសារថាការដាក់នេះវាបើពិនិត្យទៅលើផ្លូវច្បាប់គឺអ៊ីរ៉ង់ជាប្រទេសមួយធម្មតាដូចគេទៅឯងតំណែងអន្តរជាតិគឺមានជាទូទៅអញ្ចឹងហើយការរកស៊ីក៏អត់មានអីខុសដែរអ្វីដែលខុសនោះខុសក្នុងអារម្មណ៍អាមេរិកដូច្នេះកន្លែងនេះគឺគេហៅថា wait and see strategy គឺស្ថិតនៅក្នុងយុទ្ធសាស្ត្ររងចាំមើលនៅឡើយថាតើមានប្រសិទ្ធភាពឬគ្មានប្រសិទ្ធភាពអាចថាក្រុមហ៊ុនតូចតាចទៅដបងតែក្រុមហ៊ុនរបស់មហាអំណាចអាចថាមានការសម្របសម្រួលចា